បើទោះបីជាកីឡាករប៊ុនសទ្ធាមិនចង់ប៉ះជាមួយនឹងកីឡាកររូបនេះក៏ពិតមែនប៉ុន្តែឥឡូវនេះដល់ពេលហើយដែលកីឡាករប៊ុនសទ្ធាត្រូវតែប៉ះដើម្បីជំរះបញ្ជីចាស់ដែលធ្លាប់ចាញ់ផ្ទួនកន្លងមកបងប្អូនប្រហែលជាបានទទួលជ្រាបមកហើយតាក់ទងជាមួយនឹងការប៉ះគ្នារវាងកីឡាករប៊ុនសទ្ធាជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់រួមជាមួយនឹងទឹកប្រាក់40លានរៀលដែលស្មើនឹង$10,000សហរដ្ឋអាមេរិកបងប្អូនប្រហែលជាបានជ្រាបដែរតាក់ទងជាមួយនឹងប្រវត្តិនៃការប៉ះគ្នារវាងកីឡាករប៊ុនសទ្ធាជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនកាំងពីប្រហែលជា10ខែកន្លងទៅការប៉ះលើកទី1គឺកីឡាករប៊ុនសទ្ធាចាញ់កីឡាករប៉ែនកចូលដល់ប្រហែលជា1ខែ2ខែចុងក្រោយនេះបាទកីឡាករប៊ុនសទ្ធាប៉ះជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនដើម្បីប្រកួតសងសឹកទៀតបាទជាលទ្ធផលគឺកីឡាករប៊ុនសទ្ធាបន្តចាញ់ប៉ែនកយ៉ាស៊ីនបាទជាលើកទី2ឥឡូវនេះដល់ពេលហើយសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលរៀបចំដោយស្ថានីយទូរទស្សន៍ PNN បាទដណ្ដើមខ្សែក្រវ៉ាត់បាទ Gensburg បាទទឹកប្រាក់ចំនួន$10,000រួមជាមួយនឹងខ្សែក្រវ៉ាត់មួយគ្រឿងបងប្អូនបាទអញ្ចឹងតើប៊ុនសទ្ធាឬក៏កីឡាករប៉ែនកយ៉ាស៊ីនជាការឆ្លើយតបបាទសម្រាប់កីឡាករប៊ុនសទ្ធាក៏ដូចជាការបដិញ្ញាចិត្តបាទគាត់បានលើកឡើងថាគាត់តាំងពីចាញ់កីឡាករប៉ែនកយ៉ាស៊ីន2ដងរួចមកហើយគាត់ហាក់បីដូចជាលែងចង់ប៉ះជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនហើយបាទហើយគាត់ថាតែដោយសារតែគ្រូរបស់គាត់បន្ទាប់ពីមានឱកាសបានផ្ដល់ឲ្យអញ្ចេះហើយបាទគឺគាត់ខំប្រឹងប្រែងវឹកហាត់ហើយគាត់ក៏មានទឹកចិត្តមោះមុតក្នុងការប្រកួតជាមួយនឹងប៉ែនកយ៉ាស៊ីនជាថ្មីគាត់ថាគាត់ធ្លាប់ចាញ់បើសិនជាចាញ់ទៀតក៏វាមិនចម្លែកដែរប្រសិនបើគាត់ឈ្នះបាទប្រសិនបើគាត់ឈ្នះអាចនិយាយថាផ្ទុះវិញហើយបាទសម្រាប់កីឡាករប៊ុនសទ្ធាបាទព្រោះបងប្អូនឃើញហើយបាទការប្រកួតរបស់កីឡាករប៊ុនសទ្ធាជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនបើទោះបីជាប៊ុនសទ្ធាគាត់ចាញ់ទាំងពីរប្រកួតមែនប៉ុន្តែគាត់ធ្វើបានល្អបាទគាត់ធ្វើបានល្អមើលទៅការប្រកួតមិនចេះតែឲ្យដៃគូមើងងាយការប្រកួតគាត់ប្រេះផ្ដាស់ទេបាទគាត់តែងតែមានក្បាច់មានអាវុធដើម្បីតបតជាមួយនឹងដៃគូសង្ឃថាវាយពេលខ្លះឲ្យដៃគូរបស់គាត់ចង់ពិបាកងេមងាមម្ដងដែរបាទប៉ុន្តែបើខ្ញុំមើលពីភាពជាក់ស្ដែងណាបាទកីឡាករយ៉ាស៊ីនប៉ែនកយ៉ាស៊ីនគេធំជាងអាវុធគេធ្ងន់ជាងហើយការវាយរបស់គេកម្លាំងស៊ូគេក៏ល្អជាងកីឡាករប៊ុនសទ្ធាដែរប៊ុនសទ្ធាបាទមើលទៅរឿងស្ដើងជាងកីឡាករប៉ែនកយ៉ាស៊ីនហើយអាវុធរៀងស្រាលជាងកីឡាករប៉ែនកយ៉ាស៊ីនបើទោះបីជាប៊ុនសទ្ធាចេញអាវុធច្រើនប៉ុន្តែត្រូវគោលដៅច្រើនប៉ុន្តែយើងថាអាវុធរបស់ប៊ុនសទ្ធាដូចជាវាយទៅលើប៉ែនកយ៉ាស៊ីនហើយហាក់បីដូចជាអត់សូវមានទម្ងន់ដែលឲ្យប៉ែនកយ៉ាស៊ីនឈឺឬក៏ទ្រោមបងប្អូនបាទចឹងការដាក់បន្ទុករបស់អង្គចៅក្រមអាជ្ញាកណ្ដាលគឺបែបហ្នឹងបើថាវាយទៅដៃគូនៅតែធម្មតាទោះបន្ទុកវាយចំពេញក៏បន្ទុកវារៀងស្ទើរជាងគេអ្នកដែលវាយទៅហើយដៃគូស្រុតបាទចឹងនេះគឺជាអ្វីដែលខ្ញុំមើលឃើញហើយចុះបងប្អូនវិញយល់ឃើញយ៉ាងណាដែរលើកនេះខ្ញុំយល់ថាប៊ុនសទ្ធាអាចក៏នៅតែបន្តយ៉ាប់របស់កីឡាករប៉ែនកយ៉ាស៊ីនដែរបើទោះបីជាប៊ុនសទ្ធាជាខ្មែរដូចគ្នាបាទហើយប៉ែនកយ៉ាស៊ីននោះគេជាកីឡាករបរទេសដែលកំពុងតែហាត់នៅក្លឹបគុនខ្មែរប៉ុន្តែយើងមើលជាក់ស្ដែងបាទអានេះជាការមើលឃើញរបស់ខ្ញុំបាទអត់មានថាជន់បលិចឃើញគ្នាចាញ់2ដងហើយជន់បលិចអត់ទេបាទយើងឃើញប៊ុនសទ្ធាអាវុធស្រាលជាងកីឡាករប៉ែនកយ៉ាស៊ីនគេគីឡូបើគិតទៅគេចូលចិត្ត60ហើយបាទគេមកវាយគីឡូ54នេះគឺគេគីឡូចិត្ត60ហើយបាទគេសម្រកយើងឃើញហើយការសម្រកម្ដងរបងរបស់កីឡាករប៉ែនកយ៉ាស៊ីនបាទរហូតដល់ចូលពេទ្យបងប្អូនបាទគេសម្រករហូតដល់ចូលពេទ្យបាទសុកចិត្តចូលពេទ្យនៅពេលសម្រកប្រសើរជាងចូលពេទ្យបន្ទាប់ពីវាយហើយបាទអញ្ចឹង
គឺទឹកចិត្តមោះមុតនៃការសម្រកគីឡូគឺខំធ្វើមែនតើតែមិនដឹងថាថ្ងៃខាងមុខអាចនឹងមានបញ្ហាសុខភាពបែបណាយើងក៏អត់ដឹងដែរព្រោះគាត់សម្រកដល់ថ្នាក់សម្រកហើយដើរក៏ដើរលែងរួចដែរបាទគឺដឹកម៉ូតូហ្មងសម្រកហើយលោកគ្រូសេនមែនថេនដឹកម៉ូតូទៅពេទ្យបាទហើយមានកម្លាំងមានកំហែងហើយហូបបាយហូបទឹកបើហើយឡើងវាយតែភាគច្រើនគាត់ឈ្នះបាទនេះគឺជាអ្វីដែលយើងមើលឃើញជាក់ស្ដែងបាទសម្រាប់កីឡាករប៉ែនកយ៉ាស៊ីនចំពោះប៊ុនសធាគាត់អត់សូវជាសម្រកដល់ឋានៈប៉ែនកយ៉ាស៊ីនទេកីឡាករគុនខ្មែរយើងមិនជាសម្រកអីដល់ឋានៈចូលពេទ្យអញ្ចឹងទេប៉ុន្តែប៊ុនសធាគាត់កាយសម្បទាគាត់បានហើយបាទប៉ុន្តែគាត់គ្រាន់តែថាអត់សូវមានសាច់មានឈាមលក្ខណៈថាកីឡាករដែលមើលទៅតូចល្អិតបងប្អូនបាទគាត់ក្នុងប្រភេទគីឡូ54នេះអាចនិយាយបានថាជាគីឡូស៊ីនរបស់គាត់ហើយបាទសម្រាប់កីឡាករប៊ុនសធាគាត់ឈរវាយនៅគីឡូនេះគាត់ធ្លាប់វាយដល់គីឡូ57បាទកីឡាករប៊ុនសធាប៉ុន្តែឥឡូវគាត់នៅឈរក្នុងគីឡូ54នេះលក្ខណៈថារៀងត្រាំត្រែងដែរបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់យ៉ាងណាតកតងជាមួយនឹងការប៉ះគ្នាក្នុងការទៅដើមខ្សែក្រវ៉ាត់បាទរួមជាមួយនឹងទឹកប្រាក់40លានរៀលស្មើនឹង$10000រវាងកីឡាករប៊ុនសធាជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីននៅឆាប់ខាងមុខនេះវីដេអូនេះបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា